ងាញ់ណាបងប្អូនស្លនេះធ្លាប់ពីដើមនៅជាមួយម៉ាក់អីម៉ាក់ធ្លាប់ស្លឲ្យញ៉ាំឬបងប្អូនស្លម្ជូរសបកអលឹកជាមួយស្លឹកអំបិលបងប្អូនស្លម្ជូរត្រីឆ្អើត្រីឆ្អើនេះត្រីកេះបងប្អូនខ្ញុំដាក់ត្រីកេះតែ2ឯងហើយខ្ញុំបេះក្បាលត្រីទាំងអស់ហ្នឹងខ្ញុំយកមកដាក់ស្លហើយត្រីកេះខ្ញុំទូចដែរបងប្អូនអត់ធំទេត្រីនេះសាយត្រីប៉ុណ្ណឹងខ្ញុំបេះក្បាលយកមកប្រមូលដាក់ស្លម្ជូរស្លឹកអំបិលត្រីឆ្អើហ្នឹងទៅជាមួយសបកអលឹកហ្នឹងខានធ្វើញ៉ាំយូរហើយបងប្អូនហើយបងប្អូនណាធ្លាប់ញ៉ាំអត់ទេនេះតើបងប្អូនឥឡូវនេះខ្ញុំរៀបចំមកដាក់ស្លម្ជូរខ្ញុំបង់ស្លឹកអំបិលមុនមកងាស់មួយទឹកក្តៅហ្នឹងបងប្អូនដើម្បីវាឆាប់ចេញជាតិជូរបន្តិចអានេះត្រីឆ្អើស្លម្ជូរត្រីឆ្អើស្លឹកអំបិលជាមួយសបកអលឹកបងប្អូនណាធ្លាប់ញ៉ាំធ្លាប់ស្លហើយអត់ដែរបងប្អូនឥឡូវនេះខ្ញុំដាក់អំបិលនេះម្សៅស៊ុបមាន់នៅបន្តិចដាក់ទឹកអស់ស្ករដាក់មកចិបទឹកត្រីបន្តិចនេះប្រហុកសាច់ដាក់ស្ងោរឲ្យវាផុយតិចទៅចាំយកមកជ្រុំក្រៅព្រោះសាច់វានៅរឹងមកមុខផ្ទះបេះស្លឹកម្រះព្រៅបងប្អូនដាក់ស្លយើងមិញហ្នឹងមួយដៃប៉ុណ្ណឹងដាក់គ្រប់ឯនេះមើលផ្កាអស់ហើយនេះបងប្អូនអាចចង់បានផ្កាយកទៅដាំឯងចាក់បកអលឹកចូលបកអលឹកនេះយើងមកវាស់វាតិចទៅដើម្បីផុយព្រោះអីវាសាច់វាស្វិតវាតឡាចតិចបងប្អូនស្គាល់ស្លម្ជូរតឡាចស្លម្ជូរសបកអលឹកវាស្រៀងគ្នានឹងឯងគាត់ថាសបកអលឹកសាច់វាស្វិតវាតិចបងប្អូនស្លម្ជូរខ្ញុំភ្លក់មិញស្ទើរជូរខ្ញុំថែមម្សៅអំបិលបន្តិចតំណងបងប្អូនណាអូបានស្លឹកអំបិលដាក់ឆ្ងាញ់របស់គេជាមួយត្រីឆ្អើនេះជាតិណាស់បងប្អូនអើយឥឡូវមកងាស់ឲ្យវាផុយបន្តិចទៅអាំងបងស្លឹកម្រះព្រៅអាចយកទៅញ៉ាំបានហើយបងប្អូនពួកបន្លែនេះផុយល្អណាបងប្អូនឆ្ងាញ់ជាងបន្លែទៀតណាបងប្អូនអាដែរស្លសាកមើលឥឡូវបងឲ្យម្រះព្រៅបងប្អូនស្លឆ្អិនហើយចូលរួមមួយខ្ញុំទាំងអស់គ្នាឆ្ងាញ់ណាស់បងប្អូនស្លនេះធ្លាប់ពីដើមនៅជាមួយម៉ាក់អីម៉ាក់ធ្លាប់ស្លឲ្យញ៉ាំឬក៏មួយទៀតបងប្អូនសបកអលឹកយើងយកទៅជ្រក់ញ៉ាំជាមួយត្រីអាំងអីហ្នឹងជ្រក់ហ្នឹងយកមកស្លជាម្ជូរស្រែអញ្ចឹងក៏ឆ្ងាញ់ដែរបងប្អូនយើងមិនបាច់បង់ម្ជូរទេព្រោះអីវាមានជាតិជូរស្រាប់អូខេឥឡូវចូលរួមមួយខ្ញុំទាំងអស់គ្នា